ហាងកាហ្វេនៅលើភ្នំបូកូមួយនេះគឺទេសភាពស្អាតដូចគេនិយាយមែនទៅដល់ហ្នឹងគឺខ្យល់ក៏ល្ហើយទេសភាពក៏ស្អាតទៀតនៅកន្លែងហ្នឹងគឺមានទាំងកាហ្វេមានទាំងរបស់ញ៉ាំដែរនិយាយទៅតំណងមានតាំងពីសាច់ក្រកអាំងហ្នឹងជាមួយនឹងបាយជាមួយនឹងសង់វិចដែរបើកន្លែងអង្គុយវិញក៏ធំទូលាយទៀតនិយាយទៅអង្គុយខាងណាក៏ខ្យល់ល្ហើយដែរការខ្ញុំទៅហ្នឹងគឺខ្ញុំទៅលេងកប៉ោតដល់ពេលចឹងទៅក៏ឆ្លៀតចេញពីកប៉ោតឡើងភ្នំបូកូមួយផ្លែតនិយាយទៅដើរច្រើនកន្លែងពេកយកដល់ពេលចឹងទៅដល់តាណាទេក៏ឡើងភ្នំបូកូហ្មងទៅទំនឹកឃើញថាគេបើកហាងកាហ្វេថ្មីមួយដែរលើហ្នឹងសម្រាប់ផ្លូវឡើងទៅបូកូហ្នឹងវិញអានឹងថាជិះទៅកន្លះម៉ោងដែរអញ្ចឹងនិយាយទៅគឺតាមផ្លូវទេសភាពស្អាតមែនខ្ញុំខានឡើងភ្នំបូកូហ្នឹងគឺច្រើនឆ្នាំមែនតើមកឥឡូវបានទៅម្ដងហើយទៅហ្នឹងគឺទៅរកហាងកាហ្វេមួយនេះឈ្មោះថ្មមុខយាកាហ្វេចូលទៅដល់ភ្លាមគឺដល់កន្លែងកំងតរេងរបស់គេហ្នឹងហ្មងនិយាយទៅរបស់គេមានច្រើនមែនតើហ្មងចង់មើលនេះក៏បានមើលនោះក៏បានដែរហើយបើតម្លៃវិញគឺមានចាប់ពី1រៀលជាងទៅ2រៀលអញ្ចឹងតាមតរេងដែរបន្ទាប់ពីកំងហើយអញ្ចឹងយើងអាចរកកន្លែងអង្គុយបានកន្លែងអង្គុយខាងគាត់ហ្នឹងក៏ធំទូលាយទៀតមានទាំងខាងលើហ្នឹងផងជាមួយនឹងខាងក្រោមនេះផងហើយការខ្ញុំទៅហ្នឹងដូចជាគាត់ពងតែធ្វើមកហៀងទៀតអញ្ចឹងទៅអាចនឹងថាទៅលើក្រោយហ្នឹងកន្លែងអង្គុយគឺច្រើនជាងនឹងទៀតហើយនៅក្បែរហាងកាហ្វេហ្នឹងគឺមានម៉ាកមួយទៀតនិយាយទៅម៉ាកហ្នឹងគឺមានរបស់ឲ្យញ៉ាំច្រើនមែនតើហ្មងអញ្ចឹងទៅយើងចង់ញ៉ាំហ្នឹងក៏បានដែរខ្ញុំទៅដល់ដូចជារៀងឃ្លានដែរដល់ពេលអញ្ចឹងទៅក៏ហៅសាច់ក្រកញ៉ាំហ្មងទៅបាទតម្លៃវិញអាចនឹងថាប្រហែលជា3ទៅ4000ដែរអញ្ចឹងខ្ញុំទៅរៀងយូរដែរគ្រាន់តែតម្លៃហ្នឹងគឺអាចនឹងលើខាងក្រៅតិចតួចទេបាទហូជាវិញគឺសាច់ក្រកហ្នឹងឆ្ងាញ់មែនហើយបន្តមកទៀតបើភេទជាវិញគឺខ្ញុំបានកំងម៉ាឆាឡាតេអញ្ចឹងដោយសារតែខ្ញុំទៅនេះរៀងល្ងាចដែរផឹកបដាញ៉ាំបដាអង្គុយមើលទេសភាពបដានិយាយទៅអែមណាបាទណាគេទៅកប៉ោតអត់ដឹងតាណាទេគឺខ្ញុំរីកខមមិនមកកន្លែងហ្នឹងគឺទេសភាពស្អាតមែន